រឿងអាតកំបាំងនៃដើមឈើចេះនិយាយកាលពីព្រេងនាយមានភូមិដាច់ស្រយាលមួយស្ថិតនៅក្បែរជើងភ្នំខៀវនៅក្នុងភូមិនោះមានយុវជនពីរនាក់ម្នាក់ឈ្មោះសុកនិងម្នាក់ទៀតឈ្មោះសៅអ្នកទាំងពីរជាអ្នកភូមិផងរបងជាមួយគ្នាប៉ុន្តែមានចរិតលក្ខណៈខុសគ្នាស្រឡះសុកជាមនុស្សស្លូតបូតឧស្សាហ៍ព្យាយាមនិងមានចិត្តមេត្តាករុណាចំណែកឯសៅវិញជាមនុស្សខ្ជិលច្រអូសច្រណែនឈ្នានីសនិងមានចិត្តលោភលន់ជាខ្លាំងជារៀងរាល់ថ្ងៃសុកតែងតែរែកអស់និងបេះបន្លែព្រៃយកមកលក់នៅក្នុងផ្សារដើម្បីចិញ្ចឹមម្ដាយជារាថ្ងៃមួយខណៈពេលដែលសុកកំពុងដើររកអស់កាន់តែជ្រៅទៅក្នុងព្រៃជ្រៅស្រាប់តែមេឃប្រែជាហាប់អាប់អួរហើយភ្លៀងផ្គរបានធ្លាក់ចុះមកយ៉ាងខ្លាំងសុកបានរត់ទៅជ្រកក្រោមដើមឈើធំដ៏ចំណាស់មួយដែលមានមែកធាងត្រសុំត្រសាយប្លែកពីដើមឈើតីខណៈពេលដែលកំពុងជ្រកភ្លៀងស្រាប់តែសុកបានឮសំឡេងក្រហមធ្នមៗចេញពីដើមឈើនោះថាអ្នកបម្រើព្រៃឈើឲ្យហេតុអ្វីបានជាអ្នកខំប្រឹងធ្វើការយ៉ាងនេះទោះបីជាមេឃភ្លៀងក៏មិនរារែកសុកភ្ញាក់ព្រឺតងាកឆ្វេងងាកស្ដាំរួចសួរទាំងញ័ររន្ធត់អ្នកណាអ្នកនិយាយនឹងដើមឈើយ៉ាងចំណាស់នោះបានឆ្លើយតបវិញថាគឺយើងជាប្រលឹងនៃដើមឈើនេះឯងយើងសង្កេតឃើញឯងជាមនុស្សល្អមិនដែលកាប់បំផ្លាញដើមឈើតូចនិងតែងតែជួយសត្វព្រៃដែលជួបគ្រោះថ្នាក់ភាពស្មោះត្រង់របស់ឯងបានដាស់យើងឲ្យដឹងខ្លួនសុកបានលុតជង្គង់សំពះរួចនិយាយថាជំរាបសួរលោកតាដើមឈើទូលបង្គំគ្រាន់តែធ្វើតាមសេចក្តីព្យាយាមនិងមិនចង់បំផ្លាញជំរកសត្វព្រៃតែប៉ុណ្ណោះបាទដើមឈើធំមានចិត្តអាណិតស្រឡាញ់សុកយ៉ាងខ្លាំងក៏ពោលថាល្អណាស់ចូលឯងលូកដៃចូលទៅក្នុងប្រហោងឈើនៅខាងក្រោមនេះចុះយើងមានកាដូសម្រាប់ចិត្តដ៏ល្អរបស់ឯងសុកបានលូកដៃចូលទៅក្នុងប្រហោងឈើរួចទាញបានថង់តូចមួយនៅពេលបើកមើលគាត់ឃើញមានគ្រាប់ពូជពណ៌មាស3គ្រាប់ដើមឈើបានប្រាប់ថានេះជាគ្រាប់ពូជទឹកចូលឯងយកវាទៅដាំនៅមុខផ្ទះហើយស្រោចទឹកវាដោយទឹកចិត្តស្មោះត្រង់វានឹងផ្ដល់ផ្លែផ្កាដែលឯងមិនធ្លាប់ឃើញសុកបានអរគុណដើមឈើរួចក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញនៅពេលដែលភ្លៀងរ៉ាំមកដល់ផ្ទះសុកបានធ្វើតាមពាក្យបណ្ដាំរបស់ដើមឈើទឹកគាត់បានដាំគ្រាប់ពូជទាំង3គ្រាប់នោះនៅមុខផ្ទះត្រឹមតែមួយយប់ប៉ុណ្ណោះគ្រាប់ពូជនោះបានដុះលូតលាស់คล้ายជាដើមឈើតូចដ៏ស្រស់ស្អាតហើយផ្ការបស់វាមានពណ៌ប្រាក់ចំណែកឯផ្លែរបស់វាវិញគឺមានសម្បកជាមាសសុទ្ធនៅពេលផ្លែឈើនោះទុំសុកបានបេះវាទៅលក់ហើយបានប្រាក់យ៉ាងច្រើនមកជួសជុលផ្ទះនិងទិញអាហារឆ្ងាញ់ជូនម្ដាយទោះបីជាមានបានយ៉ាងណាក៏ដោយក៏សុកនៅតែជាមនុស្សដាក់ខ្លួននិងតែងតែចែករំលែកទ្រព្យសម្បត្តិខ្លះទៅដល់អ្នកភូមិក្រីក្រដទៃទៀតដែររឿងរ៉ាវមានបានរបស់សុកមិនអាចលាក់បាំងភ្នែករបស់សៅបានឡើយសៅកើតចិត្តច្រណែននិងចង់ដឹងពីអាតកំបាំងនេះជាខ្លាំងថ្ងៃមួយសៅបានទៅលុបសួរសុកដោយធ្វើជានិយាយផ្អែមល្ហែមណែសុកសម្លាញ់តើឯងបានគ្រាប់ពូជទេពនឹងមកពីណាប្រាប់គ្នាបន្តិចមកមើលចែកគ្នាមានបានដោយសារភាពស្មោះត្រង់និងមិនចេះលាក់ពុតសុកក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់សៅពីដើមឈើនិយាយបាននៅក្នុងព្រៃជ្រៅទនកម្មនៃសេចក្តីលោភលន់គ្រាន់តែបាននឿភ្លាមសៅមិនបង្អង់យូរឡើយព្រឹកស្អែកឡើងគាត់បានរត់ចូលទៅក្នុងព្រៃជ្រៅរហូតដល់បានជួបដើមឈើធំនោះសៅបានធ្វើពុតជាអង្គុយយំនៅក្រោមដើមឈើដើម្បីធ្វើឲ្យដើមឈើអាណិតមិនយូរប៉ុន្មានដើមឈើក៏បានពោលឡើងថាតើឯងមានរឿងអ្វីបានជាមកយំទម្ងន់នៅទីនេះសៅត្រេកអរក្នុងចិត្តយ៉ាងខ្លាំងរួចឆ្លើយភូតភរថាលោកតាឲ្យទូលបង្គំក្រកសត់ណាស់គ្មានបាយហូបទេហើយថែមទាំងត្រូវមើលថែអ្នកផ្ទះជាច្រើនទៀតសូមលោកតាជួយប្រោសប្រណីប្រគល់គ្រាប់ពូជមាសឲ្យទូលបង្គំដូចដែលបានឲ្យសុកផងចុះដើមឈើទិព្វដឹងភ្លាមថាសៅជាមនុស្សភូតភរនិងលោភលន់ប៉ុន្តែចង់ទូលមានមនុស្សម្នាក់នេះក៏ពោលថាបានចូលឯងលូកដៃចូលទៅក្នុងប្រហោងឈើនេះទៅចង់យកប៉ុន្មានក៏យកទៅចុះសៅសប្បាយចិត្តខ្លាំងពេករហូតលូកដៃទាំងពីរចូលទៅក្នុងប្រហោងឈើរួចក្តាប់យកថង់នៅក្នុងនោះយ៉ាងណែនណាប់ដៃប៉ុន្តែនៅពេលដែលគាត់ព្យាយាមទាញដៃចេញមកវិញស្រាប់តែប្រហោងឈើនោះបានរួមតូចបិទជិតខំជាប់ដៃរបស់សៅមិនអាចដកចេញរួចឡើយសៅភ័យស្លន់ស្លោស្រែកយំអង្វរលោកតាឲ្យលែងខ្ញុំទៅខ្ញុំឈឺណាស់ខ្ញុំដកដៃមិនរួចទេដើមឈើបានបន្លឺសំឡេងយ៉ាងម៉ឺងម៉ាត់ថាសៅឯងជាមនុស្សលោភលន់និងភូតភរដៃរបស់ឯងជាប់ទីនេះព្រោះចិត្តលោភរបស់ឯងមិនព្រមលែងកញ្ចប់ទ្រព្យសម្បត្តិនៅក្នុងនោះតតែឯងរៀនស្គាល់ពាក្យថាលះបង់និងកែប្រែចិត្តគំនិតទើបឯងអាចមានសេរីភាពឡើងវិញសៅត្រូវបានជាប់ដៃនៅទីនោះពេញមួយយប់ទាំងការស្រេកឃ្លាននិងភាពភ័យខ្លាចពីសត្វព្រៃនៅក្នុងរាត្រីដ៏ខ្មៅងឹតនោះសៅបានគិតពិចារណាពីកំហុសរបស់ខ្លួនគាត់នឹកឃើញដល់ទង្វើមិនល្អដែលខ្លួនធ្លាប់ធ្វើចំពោះអ្នកដទៃនិងភាពមានចិត្តធំចង់បានរបស់គេគាត់បានយំសោកស្ដាយក្រោយយ៉ាងខ្លាំងលុះព្រឹកឡើងសៅបានពោលពាក្យចេញពីចិត្តពិតប្រាកដថាលោកតាខ្ញុំដឹងកំហុសហើយខ្ញុំមិនចង់បានមាសប្រាក់ទាំងនោះទៀតទេខ្ញុំសុខចិត្តត្រឡប់ទៅធ្វើការដោយកម្លាំងញើសឈាមខ្លួនឯងវិញសូមលោកតាអត់ទោសឲ្យខ្ញុំផង
គ្រាន់តែសូវលេងដៃពីថង់មាសភ្លាមប្រហោងឈើក៏បានបើកឡើងវិញយ៉ាងទូលាយសូវបានដកដៃចេញមករួចលុតជង្គង់សំពះដើមឈើដោយការគោរពពិតប្រាកដដើមឈើបានប្រគល់ផ្លែឈើធម្មតាពីរបីផ្លែឲ្យសូវសម្រាប់ហូបតាមផ្លូវហើយប្រាប់ថាការដឹងខ្លួនខុសគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សចាប់ពីថ្ងៃនោះមកសូវបានប្រែក្លាយជាមនុស្សថ្មីគាត់ឈប់ច្រណែនឈ្នានីសនិងឈប់ខ្ជិលច្រអូសទៀតហើយគាត់បានចាប់ផ្ដើមចូលព្រៃរកអុសនិងធ្វើស្រែចម្ការយ៉ាងសកម្មជាមួយសុខអ្នកទាំងពីរបានក្លាយជាមិត្តភក្តិដ៏ល្អនឹងគ្នាហើយបានរួមគ្នាសាងភូមិក៏ឲ្យមានសេចក្តីសុខសាន្តរហូតមកតម្លៃអប់រំនៃរឿងភាពស្មោះត្រង់និងការដឹងគុណតែងតែនាំមកនូវលទ្ធផលល្អនិងសេចក្តីសុខក្នុងជីវិតសេចក្តីលោភលន់មិនត្រឹមតែមិនបានផលប្រយោជន៍ទេប៉ុន្តែថែមទាំងនាំមកនូវទុក្ខទោសនិងការបាត់បង់សេរីភាពទៀតផង